ជំរាបសួរស្ដីពុកម៉ែបងប្អូននេះជាសកម្មភាពប្លុករបស់ខ្ញុំសកម្មភាពទៅចកាទៅដុតព្រៃដុតតួតនៅតាមចកាបងប្អូនអញ្ចឹងសូមបងប្អូនទស្សនាហើយតាមផ្លូវនេះពីមុនមកល្អបងប្អូនស្អាតហើយឥឡូវទៅនឹងផ្លូវនេះឥឡូវវាខូចខាតច្រើនបងប្អូនដោយសារតែពីមុនមកនៅក្នុងគម្រោងឡាហ្សិតផ្លូវនេះខាងគម្រោងឡាហ្សិតគេជួសជុល100ឆ្នាំតែដល់ពេលឡាហ្សិតគេបញ្ចប់គម្រោងរបស់គេទៅផ្លូវនេះត្រូវអត់បានជួសជុលទេហើយតាំងពីគម្រោងចប់ទៅវាចូល 3-4 ឆ្នាំហើយគម្រោងនេះតើតងផ្លូវនេះអត់មានអ្នកថែទាំទេហើយកន្លែងខ្លះទឹកហូរដាច់ដល់ដីកំណើតវាដីចាក់ហ្នឹងហូរអស់លេងហើយនៅសល់ដីកំណើតអញ្ចឹងណាអញ្ចឹងខាងអាជ្ញាធរក៏បានអើពើទៅលើផ្លូវនេះទេតាំងពីចប់គម្រោងរបស់ឡាហ្សិតមកអញ្ចឹងបងប្អូនអាចទស្សនាបន្តបាទតើយើងធ្វើដំណើររៀងឆ្ងាយហើយឥឡូវយើងមកដល់ច្រកចូលហើយច្រកចូលចកាហើយនេះភ្លៀងមួយមេរៀងដក់ទឹកច្រើនណាមើលឃើញដក់ទឹកតាមធ្លុកតាមអីនេះជាច្រកដែលយើងចូលទៅចការបស់ខ្ញុំនៅខាងក្នុងនេះផ្លូវធ្វើដំណើរយើងចូលទៅក្នុងណាបាទធ្វើដំណើរទៅតាមច្រកហ្នឹងហើយយើងកាត់តាមចកាគេហើយទាំងសងខាងហ្នឹងយើងភ្លើងឆេះព្រៃអស់ហើយសងខាងហ្នឹងហើយនេះយើងឆ្លងកាត់ទៅនេះតែពីយើងធ្វើដំណើរបានរៀងឆ្ងាយហើយយើងមកដល់ហើយតើតើសកម្មភាពដំបូងដែលខ្ញុំអត់បានបង្ហាញពីយើងហៅអីមកតពួកអានេះយើងដុតយកបដ ாய் ណាបង្ហាញវីដេអូដុតហ្នឹងហើយវីដេអូដែលយើងដុតហើយយើងបានថតដោយសារតែអត់បានថតដែរតើតើសកម្មភាពពេលយើងហៅនេះដល់យើងដុតបាន3ភ្នក់ហើយណាភ្នក់ទី1នៅខាងមុខនេះទី2នេះទី3តមកយើងទៅមើលភ្នក់ដែលយើងមើលមុនណាដែលយើងដុតហើយវាឆេះអស់ឬមិនឆេះអស់ណានៅខាងស្នាមដៃនេះក៏ភ្នក់ដែលយើងដុតឆេះអស់ហើយគួលធំដែរយើងដុតឆេះអស់លេងហើយនៅខាងមុខនោះគឺជាតកួតដែលយើងដុតអត់ឆេះនេះវាទូចដែរតែយើងដុតឆេះកាលហ្នឹងណាវារោលឆេះទៅលើហើយនឹងរោលចំហៀងហើយយើងនឹងមានគល់មួយទៀតដែលយើងដុតអត់ទាន់ឆេះដែរហ្នឹងយើងនឹងរៀបចំវាដុតបន្ថែមទៀតណានេះគល់ដែលយើងសាមុនដុតអត់អស់ដែរណាដុតអត់ឆេះអញ្ចឹងគល់នេះធំដែរហើយវាឆេះទៅលើហើយរោលសងខាងអញ្ចឹងរោអស់មកដុតបន្ថែមទៀតណាអញ្ចឹងយើងអាចមើលសកម្មភាពហើយនឹងចាំមើលបង្ហាញតែយើងរអស់មកដុតវាណាហ្នឹងហើយនេះយើងដុតឆេះហើយតើតើនឹងគល់ហ្នឹងយើងអស់អីបានច្រើនគល់ហើយចឹងយើងទៅមើលសកម្មភាពនិងទីស្ថានភាពតើតើនឹងវាចកាយើងតែយើងដុតសាមុនវាឆេះដល់ណាឆេះព្រៃឬមិនឆេះអស់អញ្ចឹងណាចឹងយើងទៅមើលបន្តទៅទៀតហើយយើងមើលណាពេលកន្លែងខ្លះឆេះអស់កន្លែងណាមិនឆេះអញ្ចឹងណាតើតើនឹងចកានេះគេនិយាយបាននេះចកាដែលយើងធ្វើសាមុនហើយអ្នកខ្លះចកានេះចាស់ចកាបងប្អូនអីចឹងហើយនៅខាងស្ដាំដៃនេះគឺជាចការបស់ថ្មីដោយសារត្រាក់អត្តជួអញ្ចឹងវាសិតទៅព្រៃចុះឆ្នាំតែយើងអត់បានយើងដុតទៅវាឃើញអញ្ចឹងយើងជួចោលទៅយើងអត់បានដាំបើមូលលាស់ឡើងវិញឡើងថ្ងៃនេះទៅស្បៃដែលដុតនោះវាលាស់ឡើងខ្ចីវាដោះឡើងដែរស៊ីវិញអត់តែវាអត់មានភ្លៀងហើយដើមទូចណាហើយមានភ្លៀងមេចេះផងបាច់10ទៀតទៅដល់ហ្នឹងមានខ្ចីចេះបាច់គោជួយចិត្តខ្ចីនេះយើងយកទៅស្លោ
ឆ្ងាញ់ណាបង រៀង ប្អូន 1 មេរៀងខ្លាំងដែរ ទៅ ដកទឹកដកអីនេះ ធ្វើជ្រក់ក៏ឆ្ងាញ់ដែរជ្រក់ គូសំ ជាតិមកបងប្អូនបែកកបែកក្តៅ នេះទៅពាំង ពីព្រឹកអី មានមួយ ឆ្ងាញ់ ធំដែរ ខ្ញុំធ្លាប់ធ្វើហូបឆ្ងាញ់តែ នេះបងប្អូន ពាំងព្រិចនេះជាតិណា ដោយសារកន្លែងដកទឹក យើងប្រៀបធៀបនឹង មាន ពាំង មួយ សី មួយ ពាំងសីអត់ប្រៀបធៀបនឹងពាំងព្រិច ឆែក បាន មើល ឆ្ងាញ់ បើមានច្រើនបេះយកតែផ្ទះ ហើយដល់ហើយយើងក៏រៀបចំបេះយើងឃើញវាច្រើនដែរតែយើងក៏យកក៏បេះវាទៅ ធំបងប្អូន វាទៅស្លោ ធំទៅតា ផ្សំ តែពាំង អា ព្រិច ហ្នឹងថាបន្លែធម្ម ភ្លើង តា តែប៉ុណ្ណឹងបងប្អូន ផ្សំគ្នាទៅស្លោបាន មានអី ពេល ធំណាដូចពាំងព្រិចយើងទូទៅអាគុំធំហ៎ យើងចាប់ផ្ដើមដើរបេះវាកាច់វាទៅកាច់វាដើម្បីយកទៅស្លោ គេយើងទៅ យើងក៏ ម៉ែគាត់ ចំចេញ បកទៅស្លក់ជាមួយ តែមើលលទ្ធផលដែល លើតែគាត់ថាស្លក់ដែរ បាទ តែមានដងបងប្អូនទុំមេឃភ្លៀង កាច់បានដៃវាអត់មានដុះច្រើនដោយសារតែតោះហ្នឹងវាអាកន្លែងខ្លះវាអត់ទាន់មានដុះចឹងបងប្អូន ហើយជាសប្តាហ៍ក្រោយក៏ទៅពាំង ចឹងយើងថាផងរៀបចំទៅផ្ទះហើយ ធ្វើ ចឹងក៏យើងក៏លេចឃើញទៅស្លឹកជ្រេះស្លឹកជ្រេះមួយដើមចឹង លឹកជ្រេះ យើងមើលជ្រេះជ្រេះ ជ្រេះ ច្រើន ជ្រេះ ណាស់បងប្អូន ហើយគាត់ថាទៅផ្ទះដែរ ចឹងក៏យើងថាគិតថាបេះវាយកទៅ ទៅយើង ស្លោ បេះយកទៅស្លោ នៅផ្ទះ ដាក់លាយជាមួយកាពាំងមួយអីទៅ ចឹងក៏យើងរៀបចំថាកាច់វាយកទៅស្លោស្លក់លាយជាមួយឬក៏យើងស្លោជាលឡើងទៅចឹងទៅមើលឆ្ងាញ់ដែរបងប្អូនចឹងទៅមើលលទ្ធផលដែលយើងឡើងកាច់ទៅសាតែយើងឡើងហើយ ខ្ញុំ បេះចុះមកវិញបាន ពេលឡើងកាច់ខ្ញុំបានថតវីដេអូទេចឹងទៅវាលទ្ធផលណាបងលទ្ធផលដែលវាកាច់បានបងប្អូនលទ្ធផលបានប៉ុណ្ណឹងបងប្អូន យើងធួនយើងថត ផ្សេងៗដែរបងប្អូនតែ ហើយយើង ដោយសារតែយើងថតពេកយើងថត ហត់ ចឹងយើងអត់កាច់ បានប៉ុណ្ណឹងលទ្ធផល ចឹងយើងឡើងទៅហត់ណាស់តែយើងគីឡូធ្ងន់ដែរមិនដូចតែយើងនៅក្មេងគីឡូស្ដាងណា ខ្ញុំជួយចិត្តបន្លែបានបន្លែធម្មជាតិចេះទៀតដាច់ទៅអូសบายចិត្តដល់ ហើយយើងកាច់បានប៉ុណ្ណឹងហើយ គឺប៉ុណ្ណឹង ទៅស្លោ ណាយកនេះបងប្អូនលទ្ធផលចឹងយើងមកដុតចកាហើយដុតតគាត់ហើយយើងចំណេញបានបន្លែទៅផ្ទះវិញទៀតនេះបន្លែធម្មជាតិស្រស់ខ្ជិះខ្ជិញហ្នឹងណាហើយបើនៅទីក្រុងឯង